អូមកចំនួនគឺគាត់តែងតែសួរអ្នកគ្រូព្រោះដោយសារក្រោយពីការធ្វើ TCA ក្រោះកន្លែងដែលខ្មោចធំជ្រៅហ្នឹងណាក្រោយពីការជួកំមកហើយបែរជាកន្លែងហ្នឹងធំជាងមុនយ៉ាការពិតទៅ TCA ក្រោះគេប្រើកម្រិតអាស៊ីតដល់ទៅ100ក្នុងការបតក់កន្លែងដែលខ្មោចក្រិនហ្នឹងណាដើម្បីឲ្យតបៅយ៉ាដើម្បីបដោះសាច់ថ្មីអញ្ចឹងវាត្រូវតែធំជាងមុនជ្រៅជាងមុនហើយក្រោយពីការជួកំមកប៉ុន្តែចាប់ពី4ទៅ6សប្តាហ៍ឡើងស្បែករបស់គាត់ឬក៏សាច់របស់គាត់ចាប់ផ្ដើមដោះមកស្មើហើយកន្លែងហ្នឹងក៏នៅកម្ៅយូរដែរបើសេអូដឺអត់សូវនៅកម្ៅទេប៉ុន្តែ TCA ក្រោះគឺនៅកម្ៅអាកន្លែងខ្មោចធំហ្នឹងព្រោះដោយសារអីរលាកខ្លាំងអញ្ចឹងហេតុអីបានអ្នកគ្រូតាក់ទងទៅនឹងសួរទៅនឹងសកម្មភាពប្រចាំថ្ងៃរបស់យើងតាក់ទងទៅនឹងរបបអាហារសកម្មភាពប្រចាំថ្ងៃដូចជាការថែទាំបែបណាអញ្ចឹងណាអញ្ចឹងធម្មតាសាច់យើងលូតលាស់វាត្រូវការប្រូតេអ៊ីនវីតាមីនកាល់ស្យូមមាននៅក្នុងបន្លែផ្លែឈើសាច់ហ្នឹងឯងអញ្ចឹងឲ្យញ៉ាំអាហារពួកហ្នឹងឲ្យបានច្រើនដើម្បីឲ្យសាច់ហ្នឹងដែលមានរងការលបោហ្នឹងវាដោះសាច់ថ្មីតែបើសិនអ្នកនរគ្នាអត់ថែទាំបានល្អទេអាយុយើងច្រើនទៀតអាហ្នឹងការលូតលាស់របស់យើងក៏យឺតទៅតាមហ្នឹងដែរអញ្ចឹងបានអ្នកគ្រូថាអត់ធានាទេគឺអាស្រ័យទៅលើអតិជនកោសិការបស់អតិជនស្បែករបស់អតិជនការថែទាំរបស់អតិជនវ័យរបស់អតិជនដូចគ្នា